Chẳng ngày muốn dương man link bootstrap vàoពីcloud server តាម CDN អញ្ចឹងថ្ងៃនេះយើងមកធ្វើការសិក្សាទៅលើការ download មូលហេតុដែលយើង download ហ្នឹងទីមួយគឺពាក់ព័ន្ធនឹង performance បើសិនជាយើងធ្វើការ link បែបនេះគឺវានឹងមានការ slow នៅពេលដែលយើងឡើងជា production ណាដោយសារវាត្រូវទៅ link ពី CDN មកសិនពី cloud flare មកសិនតែវាយើង download វាគឺយើង store វានៅក្នុង local អញ្ចឹងវាមិនសូវជា slow ណាស់ណាទេអញ្ចឹងពាក់ព័ន្ធការ download យើងចូលទៅក្នុង document មកយើងចូលនៅក្នុង download នេះមកជាក្នុង download ហ្នឹងយើងមានdownload ជា source ហើយនិង download ជា CS ហើយនិង JavaScript អញ្ចឹងយើង download compile CS នេះមកអូខេចានេះខ្ញុំ store នៅ desktop ចុះអូខេចុងពេលយើង download វាហើយវាបានជា zip អញ្ចឹងយើង extract វាមកបន្តមកទៀតយើងយកវាបោះចូលបច្ចេកយើងមកយើងអាចcopy ណា copy folder អញ្ចឹងទៅអញ្ចឹងនៅលើនេះយើងអាច rename វាបានអាចដាក់ bootstrap 5.3 អញ្ចឹងទៅជានៅក្នុង bootstrap ដែលយើង download មកវាមាន2 folder យើងមាន CS និង JS ជានៅក្នុង CS គេបានសរសេរ file ដែលយើងត្រូវប្រើទាំងអស់ហើយ file ដែលយើងត្រូវ link ទៅគឺ bootstrap.cs ណាពាក់ព័ន្ធនឹង CS ចំណែកឯ JavaScript គឺយើងប្រើ bootstrap.js នេះដូចគ្នានេះគឺវា define version មកឲ្យយើង bootstrap 5.3 អូខេអញ្ចឹងពាក់ព័ន្ធនឹងការ link យើង link ធម្មតាទេចំណែក link cloud flare ខ្ញុំទុកនៅនេះចុះជាខ្ញុំទៅអូខេមិនបាច់ទុកហ្នឹងទេខ្ញុំលុបចោលហ្នឹងទៅអូខេជាយើង HTML file ម្ដងទៀតមកអញ្ចឹង link CS មុនទៅ CS link នៅខាងលើជាង link CS មុនអញ្ចឹង link CS ហើយ CS វានៅ folder ណាយើង slash មួយមកនៅក្នុង bootstrap ឬក៏យើងអាចហៅ bootstrap យកហ្មងបន្តមកទៀតយើងហៅ CS ហើយយើងហៅ bootstrap. CS នេះមកអូខេទៅពេល CS យើង link នៅខាងក្រោមហៅ script source តទៅទៀតហៅ bootstrap ចូល JS ហើយចូល bootstrap.js ជានៅលើនេះខ្ញុំនឹងសាកសរសេរបន្តិចទៀតថាខ្ញុំសរសេរ container មួយចុះឬក៏សរសេរគេអាចសរសេរ container មួយតែ container នេះខ្ញុំឲ្យbg primary អញ្ចឹងទៅហើយខ្ញុំឲ្យ high ទីហោណា300 pixel អញ្ចឹងទៅគេជាយើង run មើលទៅវា load ឲ្យអត់អូខេណាធម្មតាអញ្ចឹងគឺយើង store វានៅក្នុង local អញ្ចឹង bootstrap ពេលយើង download ដាក់នៅក្នុង local គឺ performance វាគឺវាល្អជាងដែលយើង link មកពី cloud flare ណាអូខេចានេះគឺរបៀប download ចឹងយើងគួរតែ download យកវាមកប្រើដើម្បីឲ្យទីមួយយើងអាចបានទៅការ custom មកដោយយើងដឹងហើយថានៅក្នុង bootstrap ពាក់ព័ន្ធនឹង high វាមានតែ100ទេមាន175អូខេមានប៉ុណ្ណេះណាអញ្ចឹងយើង download វាមកគឺយើងអាចទៅការ custom bootstrap ផងណាវាងាយស្រួលក្នុងការ custom bootstrap យើងអាចទៅ custom វាពីលើនឹងបានណាវាមានអីទេវាស្អី CS សុទ្ធទេនេះហើយមានខ្លះស្អីសា
đấy nhớ việc quan năng sáng cái vô một cái nọt CS năng này ok cho này cứ chia là việc download Bootstrap nơi cái nông nắng hay chứ tệ tôn nâng cho nội tòm tiết chú này video khó dương nâng gì việc quan mùi nâng nên mà đo việc quan cho mùi nâng grip ok chẳng nhiên chăm chúc này video nào